Ok, chấm dứt xuống này từng ở khía chẳngថ្ងៃនេះផងដែរខ្ញុំនឹងបន្តសាច់រឿងfollow leveling episode 3បន្តទៀតដោយសារតែ laptop របស់ខ្ញុំមានបញ្ហា computer របស់ខ្ញុំសំទោសមានបញ្ហាអញ្ចឹងទៅខ្ញុំមានការអាក់ខាននេះក្នុងការធ្វើវីដេអូដោយសារតែ hard disk ខ្ញុំខូចអញ្ចឹងខ្ញុំត្រូវការដូរ hard disk ដូរអីហើយវាថ្មីសម្រាប់ខ្ញុំផងអញ្ចឹងពិបាកអូខេមកការពេលយូរតោះឥឡូវយើងចូលរួមទស្សនាទាំងអស់គ្នាតែមុននឹងឈានទៅដល់ការទស្សនាសូមកុំភ្លេចអ្នកទាំងអស់គ្នាជួយចុច Subscribe ជាមួយនឹងវីដេអូមួយនេះផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើការងារនឹងបន្តទៀតអូខេអរគុណបន្ទាប់ពីបទពិសោធន៍អាក្រក់របស់គាត់នៅក្នុង Dungeon ជីនវូបានភ្ញាក់មកវិញដោយគ្មានការរំពឹងទុកនៅក្នុងមន្ទីរពេទ្យដោយគាត់មានសុខភាពជាសះស្បើយរួមទាំងជើងឆ្វេងដែលឥឡូវនេះបានសះស្បើយល្អនិងមិនខូចខាតអ្នកគិតថាបទពិសោធន៍របស់គាត់នៅក្នុងរូងខ្មោចហ្នឹងគឺជាការកេងស្បិនតែប៉ុណ្ណោះគាត់ត្រូវបានលោកវ៉ុនជីនឈុលនិងកាន់ធាស៊ីដែលជាអ្នកទួពិនិត្យមកពីសមាគមកូរ៉េមកហើយពួកគេចេញផ្សាយថាគាត់បានអត់ដឹងខ្លួនហ្នឹងគឺរយៈពេល3ថ្ងៃហើយមានន័យថាគាត់បានស្លាប់អត់ដឹងខ្លួនជីនឈុលប្រាប់គាត់ថាគាត់នឹងមិត្តរួមដំណើររបស់គាត់គ្រាន់តែបានឃើញគាត់នឹងដួលចុះនឹងដីតែប៉ុណ្ណោះមានថាស្លាប់នឹងដីដោយគ្មានសញ្ញាណអ្វីដែលសមាជិកអ្នករស់រានមានទាំងអស់បានពិពណ៌នាឡើយបន្ទាប់មកគាត់សួរទៅពិចារណាថាជីនវូថាតើគាត់ប្រហែលជាបានទទួលពីការភ្ញាក់ពីជំហានអាហ្នឹងដូចរបៀបថាគេហៅថាការដាស់សមត្ថភាពពីកម្រិត E rank ទៅ A rank ឬក៏ S rank បានពួកគេចាត់ទុកឲ្យគាត់នឹងសាកល្បងសមត្ថភាពម៉ាណាដោយដាក់ដៃទៅលើម៉ាស៊ីនវាស់ម៉ាណាដែលថាជីបានបង្ហាញមានការរំភើបចង់ដឹងលទ្ធផលគាត់សួរពួកបរិសទាំងពីរថាពេលនេះកម្រិតរបស់គាត់ជាអ្វីបើសិនមកពួកគាត់បានភ្ញាក់វិញជីនឈុលបានសូមអភ័យទោសទៅកាន់គាត់ពីពួកគេបានមើលឃើញថាគាត់មានកម្រិតត្រឹមតែ10ប៉ុណ្ណោះដោយពួកគេបាត់បង់នៅក្តីសង្ឃឹមគាត់សួរថាហេតុអ្វីបានជាពួកគេមិនសួរពីសារមួយដែលប្រព័ន្ធបានផ្ដល់ឲ្យនៅខាងមុខរបស់ជីនវូមានអារម្មណ៍ថាគាត់អាចនឹងមើលឃើញពីមន្ត្រីនោះដើរចេញថានស៊ីចាប់អារម្មណ៍ថាឋានៈ E ក៏ធម្មតានិយាយទៅឋានៈ E ធម្មតាមានកម្រិតត្រឹម70បាត់ហើយចុះជីនវូមានកម្រិតត្រឹម10នឹងអញ្ចឹងដឹងតែអន់កម្រិតណាទេគាត់គឺត្រូវតែធួតពិនិត្យឡើងវិញដោយសារតែគាត់បានរស់រានមានជីវិតនៅកន្លែង Dungeon ហ្នឹងវាពិតជារឿងដែលមិនធម្មតាគាត់មានអារម្មណ៍ថាច្បោកច្បល់និងអស់សង្ឃឹមជីនវូគិតថាហេតុអ្វីបានជាមន្ត្រីមិនបានសួរសារពីប្រព័ន្ធជីនវូមានអារម្មណ៍ចាស់ឡើងវិញពីព្រឹត្តិការណ៍ដែលគាត់ទទួលបានពីប្រព័ន្ធហើយថាតើបេះដូងរបស់គាត់នឹងឈប់លោតប្រសិនបើគាត់មិនទទួលយកបេសកកម្មខ្លាចទៅជា Hunter ទេខ្លាចទៅជា Player ទេសុនជីអានបងប្អូនស្រីរបស់ជីនវូបានរត់ចូលមកដោយពោពេញទៅដោយការព្រួយបារម្ភលើកទឹកចិត្តឲ្យគាត់ប្រុងប្រយ័ត្នមិនឲ្យមានគ្រោះថ្នាក់និងបង្ហាញពីភាពតានតឹងដែលនាងមានចំពោះសុខភាពរបស់គាត់នាងបានគំរាមកំហែងនឹងលះបង់ការសិក្សាដើម្បីចូលទៅធ្វើការដើម្បីកុំឲ្យជីនវូនឹងចូលទៅខ្លាចទៅជា Hunter ម្ដងទៀតព្រោះគាត់នៅពេលដែលធ្វើការជាងារជា Hunter ហ្នឹងគឺគាត់លះបង់ដើម្បីក្រុមគ្រួសាររបស់គាត់ម្ដាយរបស់គាត់ឈឺជីនវូជីណាហ្នឹងក៏នៅកំពុងរៀនប៉ុន្តែគាត់អត់មានជំរឿក្នុងការធ្វើការទេព្រោះអីវ័យគាត់គឺកម្រិតប៉ុណ្ណឹងគឺខ្ទង់17 18ហ្នឹងខ្ញុំអត់ច្បាស់ហើយណាចឹងយើងចាំតាមដានបន្តទៀតក្នុងពេលនេះនាងរីគុណគាត់បានយកចិត្តទុកដាក់ពីការត្រៀមចិត្តចាក់ចេញពីនាងនៅពេលដែលគាត់បានបង្ក្រាបខ្លួននៅក្នុងរូងខ្មោចហើយមានអារម្មណ៍សោកស្ដាយក៏ព្យាយាមយ៉ាងស្រួលក្នុងការសាកល្បងថាតើនាងអាចឃើញសារពីប្រព័ន្ធដែលកំពុងរត់នៅពីមុខគាត់ទេឬអត់ពេលដែលគាត់យល់ថាសារនេះគឺមើលឃើញតែគាត់តែម្នាក់ទេគាត់សួរដោយចាប់អារម្មណ៍ថាតើធ្វើដូចម្ដេចដើម្បីដោះស្រាយសារជូនដំណឹងមិនទាន់បានអានដូចជាហ្គេមវីដេអូអីចឹងជីនអានដែលដំបូងមានភាពច្បោកច្បល់ចំពោះសំណួរនេះបានស្នើឲ្យពិនិត្យប្រអប់សាររបស់គាត់មុននឹងចាក់ចេញដើម្បីជួយមិត្តភ័ក្តិរបស់នាងហាន់សុងយីដែលកំពុងរងចាំនៅខាងក្រៅនៅឯជីនវូបានចូលទៅសិក្សាសារសម្ងាត់ពីប្រព័ន្ធ
ចំណុចប្រតាក់ដែលមានពន្លឺខៀវបានបង្ហាញថាការជូនដំណឹងទី2មួយកំពុងបញ្យល់ពីទូនាទីរបស់ប្រព័ន្ធក្នុងការជួយអភិវឌ្ឍអ្នកលេងនិងអ្នកផ្សេងទៀតជាខ្លាចថាបើមិនអនុវត្តតាមអាចនឹងទទួលទោសសារបន្ថែមមួយបានបង្កាសថារង្វាន់បានផ្ញើចេញរួចហើយបណ្ដាលឲ្យជីនវូស្រួលចិត្តអំពីនៃរង្វាន់ទាំងនេះគាត់បន្ទាប់មកបានរកឃើញភារកិច្ចប្រចាំថ្ងៃដែលបានមានចំណងជើងថាការបណ្ដុះបណ្ដាលកម្លាំងបានមកដល់តែទាមទារឲ្យគាត់អនុវត្តលំហាត់កាយសម្បទានិយាយទៅកាយសម្បទានឹងដូចរឿង one punch man ចឹងវាដូចតែគ្នាចឹងតែអានេះហូត10គីឡូម៉ែត្រអីចឹងអញ្ចឹងនៅក្នុងហ្នឹងបើសិនជាពួកយើងដូចគ្នាពួកយើងចង់មានកម្លាំងមួយដែលល្អមានការកាយសម្បទាមួយដែលល្អគួរហាត់ប្រាណជាប្រចាំវាជារឿងមួយដែលល្អសម្រាប់ពួកយើងដូចគ្នាអូខេចូលទៅដល់សាច់រឿងយើងទៀតដែលទាំងអស់ត្រូវបានប្រព័ន្ធតាមដានយ៉ាងម៉ត់ចត់មានអារម្មណ៍មិនប្រកបនិងសង្ស័យថាវាជារឿងផ្នែកចិត្តគាត់បានរំលងភារកិច្ចនោះហើយត្រឡប់ទៅដេកមកសម្រាប់វាមិនដែលណាគេទៅរបៀបងើបពីឈឺភ្លាមទៅហាត់ប្រាណភ្លាមវាមិនដែរសូម្បីខ្ញុំក៏ដោយខ្ញុំពេលខ្ញុំឈឺអញ្ចឹងខ្ញុំនៅសម្រាប់ហើយវាមិនដែរណាគេទៅហាត់ប្រាណភ្លាមទេក្នុងពេលដដែលឈិនឈុលនិងតៃស៊ីកកំពុងត្រឡប់ទៅសមាគមក្នុងយានយន្តរបស់ពួកគេឈិនឈុលកំពុងទូរស័ព្ទជាមួយនឹង Go Hunhi រីកាពីកំហុសដែលអាចមានក្នុងការប៉ាន់ប្រមាណពីការលើកឡើងវិញរបស់ជីនវូនិយាយទៅពួកគេសង្ស័យព្រោះអីវាអត់សមហេតុសមផលនៅមូលហេតុអីបានជីនវូគាត់រស់រានមានជីវិតមកដល់ឥឡូវដែលអត់សូវមានរបួសច្រើនដែលមិត្តផ្សេងទៀតហើយគាត់កម្រិតរបស់គាត់គឺកម្រិត E rank ទៀតបើអ្នកផ្សេងដែលចូលមួយគាត់កម្រិតរហូតដល់ B rank ប៉ុន្តែរហូតដល់ពិការដៃហើយរត់យ៉ាងប្រផុតប្រផៃប៉ុន្តែគេនឹកសង្ស័យគាត់គេអាចថាគាត់ជា Hunter ម្នាក់ដែលបិទបាំងព័ត៌មានអីចឹងណាហ៊ុនហ៊ីបាននិយាយថាពួកគេមានសំណាងក្នុងការជៀសវាងពីការបែកបាក់របស់ Dungeon តែក៏ទទួលស្គាល់ពីរឿងរ៉ាវដែលនៅតែមិនអាចដោះស្រាយបានខណៈបញ្ចប់ការសន្ទនាពួកគេឈ្រៀងនឹងចាត់ទុកថាហេតុការណ៍ទាំងនេះជាករណីពិសេសមួយក្នុងមូលដ្ឋានទិន្នន័យរបស់សមាគមសម្រាប់ការវិនិច្ឆ័យបន្ថែមនិងនៅអគារសមាគមអ្នកជូជីនអ៊ីនបានបញ្ជូនឲ្យHell In ចូលរួមក្នុងការវាយប្រហារថ្នាក់ B តទៅ Hell In មិនទាន់មានទំនុកចិត្តទៅលើជំនាញដឹកនាំរបស់ខ្លួនប៉ុន្មានជូអ៊ីនបានធានាថានាងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់តួនាទីនេះគាត់បានបញ្ជាក់ថាបេសកកម្មនេះគឺជាការវិតម្លៃសម្រាប់អ្នកចូលរួមថ្មីជាមួយនឹងការសម្រេចចិត្តថាការចូលរួមរបស់ Hell In នឹងជួយឲ្យពួកគេចេះពីបទពិសោធន៍ថ្មីជូចុងអ៊ីនបានពិចារណាអំពីមហោស្រពនេះដោយទទួលស្គាល់ថាពួកគេចូលរួមក្នុងចំណាត់ថ្នាក់5លើកសប្តាហ៍នៅកូរ៉េប៉ុន្តែមិនមានអំណាចដូចគ្នាទៅលើវេទិកាអន្តរជាតិទេអញ្ចឹងពួកគេសន្មតថាការចូលរួមនេះវាស្ថិតនៅក្នុងតែប្រទេសកូរ៉េមួយទេប៉ុន្តែវាមិនទូលំទូលាយដូចនៅក្នុងវេទិកាអន្តរជាតិទេគាត់បានលើកទឹកចិត្តថាត្រូវការខំប្រឹងដើម្បីបង្កើនកម្លាំងនៅក្នុងសមាគមនៅកន្លែងផ្សេងទៀតប្រជាជនបានឃើញការរំខានពីពពួក Dungeon ដែលកើតឡើងនៅកណ្ដាលផ្លូវពួកគេបង្ហាញពីអារម្មណ៍ដែលខឹងដែលពិបាកនៅក្នុងការរាំងស្ទះចរាចរណ៍អញ្ចឹងដូចយើងរាល់ថ្ងៃអញ្ចឹងយើងស្ទះចរាចរណ៍នៅពេញនៅអីហ្នឹងគឺល្ងាចគឺធុញមែនតើដោយសារតែម្នាក់អត់ចេះអធិស្ឋានក្នុងពេលដដែលជីនវូកំពុងតែដេកស្ងប់ស្ងាត់នៅបន្ទប់របស់គាត់ក្នុងមន្ទីរពេទ្យដោយមិនដឹងអំពីម៉ោងភារកិច្ចប្រចាំថ្ងៃដែលគាត់បានរំលងគាត់ត្រូវបានរំខានដោយសំឡេងដំណក់ដីមួយហើយគាត់បានចូលទៅកន្លែង Dungeon មួយផ្សេងទៀតមុននឹងឃើញខ្លួនឯងនៅក្នុង Dungeon ហ្នឹងក្នុងហ្នឹងគ្មានពលិពេលអាទិត្យទេសារថ្មីបានប្រាប់ឲ្យគាត់រស់រានមានជីវិតក្នុងរយៈពេល4ម៉ោងខណៈដែលគាត់បានជួបនឹងសត្វមួយដែលធំរបៀបសត្វដូចកឡាតអីបន្តិចអញ្ចឹងខ្ញុំអត់ដឹងដែរហើយបន្ទាប់មកជីនវូពេលគាត់កំពុងបើកផ្លូវនៅក្នុងបរិយាកាសគ្រោះថ្នាក់នោះត្រូវបានបុគ្គលិកសង្គ្រោះជីវិត2នាក់
រកឃើញថាគាត់ខ្វះខាតគាត់បាត់ខ្លួនអញ្ចឹងហើយចាប់ផ្ដើមស្វែងរកគាត់ឈិនវូបានរស់រានមានជីវិតយ៉ាងគួរឲ្យរផិតរភ័យក្នុងរយៈពេល4ម៉ោងហ្នឹងហើយត្រូវបានបុគ្គលិកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរបៀបពេទ្យហ្នឹងជួយសង្គ្រោះគាត់ហើយមើលក្នុងសភាពដោយស្លេកស្លាំងថ្ងៃបន្ទាប់ឈិនវូពាក់ខោអាវហាត់ប្រាណខណៈដែលគាត់បានប្រាប់បងស្រីថាគាត់នឹងត្រូវចាក់ចេញទៅក្រៅលីជូហ៊ីដែលនៅតែមានឥទ្ធិពលទៅលើខ្លាំងពីបទពិសោធន៍ក្នុង Dungeon ដែលគាត់ទទួលបាននៅបទពិសោធន៍មួយដែលវាពិបាកហើយគាត់ជាមនុស្សស្រីដែលមិនមែនសុខភាពផ្លូវចិត្តរឹងប៉ឹងទេដល់ពេលជួបហេតុការណ៍ទាំងអស់ហ្នឹងបានទទួលការហៅទូរស័ព្ទមួយដែលអញ្ជើញនាងចូលរួមក្នុងការវាយប្រហារប៉ុន្តែដោយសារតែការឆ្លងកាត់រឿងរ៉ាវជាច្រើននាងបានបដិសេធយ៉ាងធម្មតានាងក៏ត្រូវបានប្រាប់ថាឈិនវូបានភ្ញាក់ពីគេងហើយដូច្នេះនាងបានទៅមន្ទីរពេទ្យដែលបានឃើញគាត់កំពុងរត់ហាត់ប្រាណនៅខាងក្រៅខណៈដែលបុគ្គលិកពេទ្យជីវិតបុគ្គលិកពេទ្យ2នាក់ហ្នឹងកំពុងតែតាមដានមើលគាត់យ៉ាងរំភើបឈិនវូបានអង្គុយក្រោមពេលបញ្ចប់ភារកិច្ចបន្ថែមហើយចាប់ផ្ដើមយល់ដឹងអំពីមុខងារនិងរង្វាន់ដែលគាត់ទទួលបាននៅក្នុងបន្ទប់របស់គាត់ម្ដងនេះឈិនវូបានទទួលរង្វាន់ពិសេសមួយដែលផ្ដល់កូនសោមួយចូលទៅកាន់ Dungeon នៅឯស្ថានីយ៍រថភ្លើងហាប់ជុងសម្រាប់Dungeon ប្លែកមួយអ្នករាយការណ៍ព័ត៌មានរបស់កម្មវិធីរបាយការណ៍ទ្វារថ្ងៃនេះបានប្រកាសថាសមាគមអ្នកស្រង់ផ្សេងមួយទទួលបន្ទុកដល់ Dungeon ដែលបានបង្កើតឡើងលើផ្លូវខណៈដែលពេលនេះដូចគ្នាឈិនវូកំពុងទៅមើលម្ដាយរបស់គាត់ដែលកំពុងស្ថិតនៅក្នុងអាការៈគេងដែលបាត់ខ្លួនមិនគេងដោយមិនដឹងខ្លួនអញ្ចឹងបានធ្វើឲ្យគេនឹកឃើញពីអារម្មណ៍នៅពេលដែលគេបានដឹងជាលើកដំបូងថាម៉ាក់គាត់បានមានជំងឺអារម្មណ៍ច្រឡំអចិន្ត្រៃយ៍ខ្ញុំអត់យល់ដែរអានឹងជំងឺគេដាក់ក្នុងហ្នឹងអារម្មណ៍ច្រឡំអចិន្ត្រៃយ៍ឈិនវូបន្តហាត់ប្រាណរបស់គាត់នៅថ្ងៃបន្ទាប់ដោយចងចាំអតីតកាលរបស់គាត់ថ្ងៃដំបូងដែលបានធ្វើការជាងសំណង់នៅពេលដែលគាត់បានប្រែប្រួលទៅជាអ្នកប្រមាញ់រួចរាល់រួមទាំងពេលដែលគាត់បានមានសក្តានុពលបើកឲ្យខ្លាយទៅជាអ្នកប្រមាញ់ដើម្បីរកប្រាក់ជួយម៉ាក់គាត់បង់វិក័យប័ត្រពេទ្យគាត់ចងចាំពេលដែលគាត់ត្រូវបានជួយសង្គ្រោះហើយបន្ទាប់មកត្រូវបានអ្នកប្រមាញ់ដតីហាមឃាត់មិនឲ្យចូលរួមក្នុងក្រុមដោយសារតែគាត់គ្មានកម្លាំងគ្រប់គ្រាន់សម្រាប់ការចូលរួមក្រុមនិយាយទៅគាត់អ៊ីរ៉េងហើយអន់ទៀតតែគាត់មិនអីទេគាត់ទទួលស្គាល់ថាគាត់អន់ហើយគាត់ទទួលយកនៅអ្វីដែលគេរិះគន់ជាមួយនឹងបន្ទុកសមត្ថភាពថ្មីដែលគាត់បានចំណាយបន្ទុកក្នុងការកែលម្អកម្លាំងរបស់ខ្លួនទាំងអស់ក្រោយពីទទួលបានទំនុកចិត្តនិងការសម្រេចចិត្តឈិនវូសម្រេចចិត្តថាពេលវេលានឹងមកដល់ដើម្បីប្រើគុណសោអាថ៌កំបាំងដែលគាត់បានទទួលជាមួយនឹងការរំពឹងទុកនិងការស្ទាក់ស្ទើរគាត់ដាក់គុណសោចូលទៅក្នុងទ្វារមួយនៅក្នុងសម្បត្តិរថភ្លើងក្រោមដីដែលបានបើកច្រកចូលទៅក្នុង Dungeon ទោះបីជាយ៉ាងណានៅពេលដែលគាត់ចូលទៅគាត់បានដឹងថាគាត់មិនអាចត្រឡប់ក្រោយបានទេហើយគាត់ត្រូវបានចាប់ខ្ទប់ទៅក្នុងវិមានមួយផ្សេងពីពិភពលោកពិតនៅពេលដែលគាត់កំពុងស្វែងរកក្នុង Dungeon ដែលជារបងដដែលទេគាត់បានប្រឈមមុខនឹងក្រុមវងGoblin 2នាក់ដោយក្តីភ័យខ្លាចនិងគ្មានអ្នកព្យាបាលជួយសម្របសម្រួលផងឈិនវូបានប្រឈមមុខនឹងការពិតដ៏គ្រោះថ្នាក់នៃស្ថានភាពរបស់ខ្លួនខណៈដែលគាត់កំពុងសម្រាកអ្នករីកាដែលមួយបានហៅថា Rykans បានបើកក្បាលចេញពីក្រោយឈិនវូបន្តស្វែងរកផែនការមួយខណៈដែលខ្លាសេះកំពុងមកដល់ដោយល្បឿនខ្ពស់ធ្ងន់ធ្ងរអូខេអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តបើសិនជាមានកំហុសខុសឆ្គងសូមអធិស្ឋានទុកជាមុនហើយក៏ជួយ comment ខ្ញុំក្នុងការកែលម្អផង
អរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយអរគុណ